ជាបទពិសោធន៍កន្លងមកសម្រាប់រូបខ្ញុំផ្ទាល់ខ្ញុំមុននឹងជឿទៅលើអីមួយខ្ញុំមានហេតុផលរបស់ខ្លួនឯងផ្ទាល់ទីមួយខ្ញុំពិនិត្យមើលទៅលើការបរិច្ឆេទក្នុងការ share ឬក៏ការបង្ហោះហើយបើសិនជាការបរិច្ឆេទនឹងវាយូរណាស់មកហើយទេយើងព្រឹត្តិការណ៍ហ្នឹងគឺវាអាចនឹងកើតឡើងយូរណាស់មកហើយពីព្រោះយើងដឹងហើយបណ្ដាញសង្គម Facebook គេអាចបង្ហោះសារឡើងវិញម្ដងហើយម្ដងទៀតបាននៅក្នុងកន្លែងហ្នឹងនិយាយជាបទពិសោធន៍របស់ខ្លួនខ្ញុំដើម្បីយកមកធ្វើការវាស់វែងគឺខ្ញុំយកការបរិច្ឆេទបង្ហោះហ្នឹងជាកត្តាទី1កត្តាទី2មុននឹងជឿទៅលើព័ត៌មានហ្នឹងខ្ញុំទៅរកមើលពាក់ព័ន្ធជាមួយនឹងការបរិច្ឆេទរួចហើយខ្ញុំចាប់ផ្ដើមដាក់ចំណុចមួយទៀតថាព្រឹត្តិការណ៍ហើយវិភាគតួអង្គចំណុចទី3មួយទៀតសម្រាប់ខ្លួនខ្ញុំផងដែរដែលខ្ញុំអាចទៅពិនិត្យមើលពាក់ព័ន្ធជាមួយនឹងប្រភពព័ត៌មានរាល់ថ្ងៃនេះព័ត៌មានដែលយើងអាចជឿទុកចិត្តបានវាច្បាស់គឺយើងជឿទៅលើប្រភពព័ត៌មានធំជាដើម្បីជឿទៅលើព័ត៌មានមួយប្រកបសូមសំណូមពរបងប្អូនពិនិត្យទៅលើការបរិច្ឆេទនៃការបង្ហោះព័ត៌មានពិនិត្យទៅលើព្រឹត្តិការណ៍ឬក៏តួអង្គពាក់ព័ន្ធនិងពិនិត្យមើលប្រភព page ផ្លូវការហើយនៅសារព័ត៌មានធំដែលគេបានចុះផ្សាយហើយឬនៅរឿងហ្នឹងបាទអាហ្នឹងគឺជាចំណុចសំខាន់អញ្ចឹងសម្រាប់ព័ត៌មានមុននឹងយើងជឿពេលយើងឃើញយើងទៅ check មើលសិនបន្ទាប់ពីយើង check ហើយយើងចាប់ផ្ដើមវិតម្លៃថាព័ត៌មានហ្នឹងពិតដោយខ្លួនឯងហើយបន្តមកទៀតយើងចាប់ផ្ដើមជឿអានេះខ្ញុំគ្រាន់តែជាសំណូមពរសម្រាប់បងប្អូនទាំងអស់មុននឹងមើលឃើញអីមួយកុំតន់អាចជឿយើងទៅ check មើលសិន